ជុំរៀបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះធ្វើដំណើរមួយខ្ញុំទៅតាមផ្លូវមួយនេះហើយផ្លូវមួយនេះគ្រាន់តែបងប្អូនឃើញខ្លោងទ្វារមកដឹងថាផ្លូវហ្នឹងតម្រង់ទៅណាហើយមែនទេខ្លោងទ្វារហ្នឹងគឺខ្លោងទ្វារវត្តត្រមងហើយអ្នកខ្លះហៅថាផ្លូវឆៃណាហើយអ្នកដែលធ្លាប់ទៅឆៃណាដឹងហើយណាមែនទេថាឆៃណាហ្នឹងអីគេមិនចាំខ្ញុំរៀបរាប់ច្រើនទេណាអត់មានប្រម៉ូទឲ្យកន្លែងណាទេមកសង់ទិដ្ឋភាពផ្លូវមួយខ្សែនេះដោយសារតែខ្ញុំមានមិត្តម្នាក់នៅឯភ្នំពេញគាត់ចេញពីមេមត់ហ្នឹងភូមិកំណើតក្នុងអំពើរបស់គាត់ហ្នឹងយូរឆ្នាំហើយគាត់នឹកផ្ទះនឹកផ្លូវចង់មើលឃើញផ្លូវមើលអីចឹងទៅក៏ប្រាប់ខ្ញុំហើយក៏មានបងប្អូនពី2នាក់ទៀតគាត់សំណូមពរថាបងជួយស្រង់ទិដ្ឋភាពរៀបតាមដងផ្លូវពីច្រកខ្លោងទ្វារវត្តត្មងទៅដល់វត្តត្មងឲ្យខ្ញុំមើលបន្តិចផងដូចខ្ញុំធ្លាប់បាននិយាយហើយថាខ្ញុំស្រង់ទិដ្ឋភាពនៅលើទឹកដីស្រុកមេមត់មិនថាផ្លូវល្អឬផ្លូវមិនល្អគឺខ្ញុំស្រង់ទិដ្ឋភាពទាំងអស់ហើយការស្រង់ទៅនេះគឺមិនមែនធ្វើក្នុងនាមការរិះគន់ដើម្បីស្ថាបនាទេគឺចង់បង្ហាញឲ្យបងប្អូនមួយចំនួនដែលគាត់ទៅនៅក្រៅស្រុកគាត់ទៅនៅឆ្ងាយគាត់មើលឃើញពីភូមិកំណើតរបស់គាត់ការទៅនៅឆ្ងាយពីភូមិកំណើតស្រុកកំណើតរបស់ពួកគាត់ណាអ្នកខ្លះក៏នៅភ្នំពេញនៅស្រុកក្រៅនៅប្រទេសក្រៅអីចឹងណាបងប្អូនគ្មានពេលវេលាបានមកលេងខានមកយូរឆ្នាំ4-10ឆ្នាំអីចឹងទៅឥឡូវហ្នឹងឲ្យបានឃើញពីភូមិកំណើតរបស់ពួកគាត់ផ្លូវលំមួយខ្សែនេះបាននិយាយទៅភ្ជាប់ពីផ្លូវជាតិលេខ7ចំណុចភូមិជាំត្រៀកឃុំត្រមងរហូតទៅដល់ជាប់នឹងភូមិម៉ាស៊ីនឃុំរូងហើយឆ្លងកាត់ភូមិក្នុងកពើលិចភូមិត្រមងឃុំត្មែងលើឃុំអណ្ដូងតាជោរហូតទៅជាប់នឹងផ្លូវក្រាគ្រោះកៅស៊ូចាក់កៅស៊ូបងប្អូនច្រឡំក្រាគ្រោះនៅភូមិម៉ាស៊ីនឃុំរូងស្រុកមេមត់ខេត្តត្បូងឃ្មុំហើយខ្ញុំមិនបានរៀបរាប់អីច្រើនទេសូមអញ្ជើញពុកម៉ែបងប្អូនទស្សនាដោយរីករាយជាមួយនឹងទេសភាពតាមដងផ្លូវមួយខ្សែនេះទាំងអស់គ្នាណាបើសិនជាវីដេអូនេះមានកំហុសឆ្គងត្រង់ណាមិនសមរម្យដោយកាយវិការដោយពាក្យពេចន៍មិនសមរម្យសូមពុកម៉ែបងប្អូនមេត្តាជួយកែតម្រូវដល់រូបខ្ញុំបាទផងព្រោះវីដេអូមួយខ្ញុំធ្វើទៅខ្ញុំជឿជាក់ថាតែងតែមានកំហុសឆ្គងណាមួយដែលខ្ញុំមើលមិនឃើញអញ្ចឹងបើសិនជាពុកម៉ែបងប្អូនបានឃើញកំហុសឆ្គងណាមួយមេត្តាជួយប្រាប់ដើម្បីឲ្យកែលម្អបានល្អទាំងអស់គ្នាអរគុណកុំភ្លេច follow កុំភ្លេច like share ឲ្យផងណាអនិច្ចាលើលំទួយយំអោសង្វេគញាអេសង្វេគអាណិតណាយខ្លួនពេកញ៉ាយដេកត្រអោទមុនណែទមុនណាមួយអាយរងគ្រោះព្រមទឹកងាយជុំនុនណាមួយអាយរត់ញន់មិនសងអកតណាលើពីអរណាថ្លៃអាយណាមួយអាយរត់ញន់មិនសងអកតលើពេលក្រៃអោពុននឹកអេពុននឹកពេលលឺអាយសន្ធឹកងាយរថយន្តដឹកឈើដឹកឈើអាយខ្សាច់ថ្មបោជាន់អាយពីលើស្ពានញ័រអាយរងកើខ្នល់ស្ទើអប្រេះទ្រូងណាពីអរណាថ្លៃអាយស្ពានញ័រអាយរងកើខ្នល់ស្ទើអប្រេះម្យ៉ាងងាយរថយន្តក៏
ក្រុមហ៊ុនអថៅកែអេថៅកែអសូវអាយថ្នល់ខ្មាអ្នកស្រែអោសន្ទូងសន្ទូងណារឿងអ្នកងាយកិច្ចពុនខ្ញុំធ្ងន់ណាយប្រាំងទ្រូងទិញស្រូវអាយសន្ទូងហងទ្រូងអត់ថ្នល់លំណាអរណា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 ថ្លៃយ៉ាយទិញស្រូវអាយសន្ទូងខំទ្រូងអត់ថ្នល់លំណាទំនួញយ៉ាយផ្លូវលំសូមចិត្តអោថៅកែអេថៅកែដាំហើយកូនខ្មែរតែផ្លូវអោនិគមអើនិគមអើអសូវឲ្យនឹងសាងតំណាងឲ្យភូមិឃុំព្រោះទាំងហើយមនីគុំជាសអស្អី